បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាកសក់បាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងបានកសក់នោះទំនាយទីនៅក្នុងសុបិនថាពុកម៉ែបងប្អូននឹងអស់គ្រោះមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនមានជំងឺឈឺទៅកាត់នោះនឹងបានជាសះស្បើយផងដែរមួយទៀតបើសិនជាពុកម៉ែបងប្អូនសុបិនថាបានកសក់នេះនឹងក៏ទទួលបានលាភសំណាងមកនៅពេលឆាប់នេះផងដែរចំណែកលេខសំណាងសម្រាប់អ្នកសុបិនលេខ05 09លេខ55លេខ270 279និងលេខ259បានតើតើនឹងពុកម៉ែបងប្អូនសុបិនថាកសក់គឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាបាទសូមអរគុណ